บ้านกระบอยู่ไปสู้บงไม้บงบอนวลหมกสารจิตไม่แบบปอนจะมีการจินจำมอนสลายนะนั่งไงทั้งนี้สนุปีแต่เราจะลอยตอบจะปูบองบอนเลี้ยงไอ้มันเมียนเอาไว้จราเตสนุนไอ้นี่คือที่ตัดเพียบตรงมอนខ្ញុំនៅវេលាម៉ោង3រសៀលណាបងប្អូនណា3រសៀលខ្លះគេនៅក្នុងទ្រុងខ្លះគេនៅខាងក្រៅនៅខាងក្រោលគោទៀតបងប្អូនណាអញ្ចឹងទ្រុងនេះ300ក្បាលហើយទម្ងន់1គីឡូឡើងហើយទម្ងន់គេ1គីឡូឡើងហើយភាគច្រើន1គីឡូ2ណាភាគច្រើន1គីឡូ2អញ្ចឹងមាន់នេះបើសិនជាក្នុងកលៈទេសៈខ្វះមាន់ណាឈ្មួញយកអស់ហើយប៉ុន្តែបើដូចបច្ចុប្បន្នមាន់ច្រើនណាមាន់ច្រើនអញ្ចឹងឈ្មួញមិនតាន់បែតតៃទេណាអញ្ចឹងបើសិនជាមាន់ខ្វះវិញទម្ងន់ប៉ុណ្ណឹងអាយុប៉ុណ្ណឹងគេចាប់យកអាធំ1គីឡូ2ហ្នឹងគេយកហើយណាតែមាន់នេះតាន់បាន3ខែបងប្អូននេះខ្ចីប៉ុន្តែនេះខ្ញុំនិយាយខាងក្រៅទេករណីមាន់ខ្វះទេណាហើយសំណួរបងប្អូនយើងវិញបាទត្រឡប់មកសំណួររបស់បងប្អូនយើងវិញឃើញមាន់ខ្ញុំល្អអញ្ចឹងណាសួរថាតើមានវាក់សាំងដែរទេហើយសំណួរនេះច្រើនបងប្អូនយើងសួរច្រើនណាអញ្ចឹងនៅតែមិនមានណាមិនដែលមានវាក់សាំងទេខ្ញុំចាំអត់មានវាក់សាំងទេហើយក៏មិនហ៊ានណែនាំបងប្អូនឲ្យចាំមិនប្រើប្រាស់វាក់សាំងនោះទេណាបងប្អូនចិញ្ចឹមបែបបងប្អូនចុះខ្ញុំចិញ្ចឹមនេះដោយសារតែខ្ញុំចិញ្ចឹមទៅឃើញថាវាល្អណាហើយមិនថ្មងថ្មីទេគឺចិញ្ចឹមយូរហើយណាបងប្អូនណាចេះចិញ្ចឹមមាន់តាំងពីចិញ្ចឹមមាន់ចិញ្ចឹមទាតាំងពីនៅខ្ញុំនៅរៀនវិទ្យាល័យណាបងប្អូនណាខ្ញុំចេះចិញ្ចឹមមាន់ចិញ្ចឹមទាណាហើយចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមគោណាខ្ញុំចេះចិញ្ចឹមតាំងពីខ្ញុំនៅរៀនវិទ្យាល័យអញ្ចឹងការចិញ្ចឹមសត្វគឺផ្ដើមចេញពីចិត្តបេះដូងក្តីស្រឡាញ់របស់យើងនៅមានក្នុងហ្នឹងណាมันអាចឃើញតែគេចិញ្ចឹមបានចេះតែចង់ចិញ្ចឹមដូចគេដែរអត់ទេបងប្អូនណាបើយើងមិនមានក្តីស្រឡាញ់ចំពោះវាយើងអត់ដឹងពីសត្វទេណាអញ្ចឹងត្រឡប់មកសំណួររបស់បងប្អូនយើងវិញទៀតសំណួរមួយទៀតគឺការផ្លាស់ប្ដូរអង្កាមតើបងប្ដូរអង្កាមរយៈពេលប្រហែលថ្ងៃប្ដូរអង្កាមចេញម្ដងកាមដោយខ្ញុំលើកឡើងនៅក្នុងខមមិនហើយធ្លាប់និយាយពីមុនថាកាលណាបដូរញឹកញាប់កាន់តែល្អណាព្រោះកាមកាលណាវាមានកាមច្រើនអត់មានក្លិនឈួលអាចមកទេអត់មានក្លិនឈួលអាចមន់ទេណាបងប្អូនណាបើដូចទ្រុងខ្ញុំនេះឈួលហើយណាបងប្អូនណាតាំងពីដាក់មកខ្ញុំអត់ដែលបានកើបទេមានតែថែមណាខ្ញុំថែមជីថែមកាមនឹងចំនួន2ដងហើយដោយសារខ្ញុំរវល់ច្រើនខ្ញុំលក់ដូរដែរអញ្ចឹងណាបងប្អូនហើយបើបងប្អូនប្រកបអាជីពជាអ្នកចិញ្ចឹមមាន់ហ្មងប្រកបមុខរបរជាអ្នកចិញ្ចឹមមាន់ហ្មងគេអត់ទុកអញ្ចឹងទេណាភាគច្រើនគេមួយអាទិត្យគេបដូរហើយណានេះជាបទពិសោធន៍ដែលខ្ញុំមើលទៅកាន់កសិដ្ឋានធំៗអីជាដើមណាគេមួយអាទិត្យគេបដូរហើយណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនធ្វើបែបហ្នឹងណាមួយសប្តាហ៍គឺយើងបដូរចេញទៅណាមួយអាទិត្យណាយើងបដូរចេញទៅអង្កាមណាល្អណាហើយណាមួយអង្កាមបើសិនជាករណីបងប្អូនຕົកដល់រយៈពេលដូចខ្ញុំនេះវាល្អសម្រាប់តែគេអ្នកទិញទេមានន័យថាគេទិញលមួកមាន់ទិញអាចមាន់ពីយើងទៅវាល្អសម្រាប់គេមែនតែសម្រាប់យើងអ្នកចិញ្ចឹមវាប៉ះពាល់បើសិនជាករណីមានភ្លៀងធ្លាក់មានអីមកវាឈួលក្លិនអាចនឹងខ្លាំងពេកធ្វើឲ្យមាន់ប៉ះពាល់ផ្លូវដង្ហើមណាអញ្ចឹងបកទៅជាជំងឺបានណាអញ្ចឹងសម្រាប់ខ្ញុំនេះក៏អាចនឹងស្អែកអីខ្ញុំបដូរព្យាយាមបដូរអង្កាមខ្ញុំដើររកអង្កាមដាក់ដូរអញ្ចឹងព្រោះមានព័ត៌មានមកថាមានព្យុះចាប់ពីថ្ងៃទី14ដល់ថ្ងៃទី25អញ្ចឹងជាហានិភ័យហើយចិត្តដល់ថ្ងៃហើយ
យើងត្រូវការពារវាជាមុនណាអញ្ចឹងខ្ញុំអាចនឹងឆាប់បដូរអាចស្អែកអីចឹងណាបងប្អូនអញ្ចឹងសំណួររបស់យើងគឺមានតែពីរហ្នឹងទេការប្រើប្រាស់វ៉ាក់សាំងហើយនិងការបដូរកាមណានៅក្នុងប្រធានបទនេះគឺខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនយើងប៉ុណ្ណឹងណាអញ្ចឹងអរគុណច្រើនសម្រាប់ការសួររបស់បងប្អូនយើងហើយរាល់សំណួរបងប្អូនយើងខ្ញុំនឹងព្យាយាមឆ្លើយតបនៅក្នុងខមមិនផងហើយនឹងធ្វើវីដេអូបញ្ជាក់បន្ថែមផងណាអញ្ចឹងអរគុណសម្រាប់ការតាមដានរបស់បងប្អូនយើងហើយអរគុណនៅការចុច follow និងការ subscribe ទៅលើ channel YouTube របស់ខ្ញុំណាទាំងពីរទាំង page ទាំង YouTube ណាអញ្ចឹងអរគុណច្រើនហើយបងប្អូនដែលចាំមន់ថ្មីកុំបាក់ទឹកចិត្តបើសិនជាករណីចាំឲ្យមានឈឺមានងាប់អីចឹងជាដើមណាអញ្ចឹងទៅប្រឹងប្រែងទៅអាប់ដេតនៅការចិញ្ចឹមរបស់យើងត្រូវផ្លាស់ប្ដូរទម្លាប់នៃការចិញ្ចឹមរបស់យើងពីដើមមកត្រូវរៀនត្រូវស្វែងយល់បន្ថែមណាហើយកុំគិតថាការសិក្សាចំពោះការចិញ្ចឹមសត្វទាំងអស់នោះវាថ្លៃវាអត់ថ្លៃទេបងប្អូនណាខ្ញុំឃើញលោកគ្រូដែលគាត់មានបទពិសោធន៍យូរឆ្នាំលើការចិញ្ចឹមមាន់ហ្នឹងគាត់បរៀនគឺខ្ញុំឃើញថាល្អណាហើយតម្លៃអីក៏សមរម្យតម្លៃអីក៏អត់ថ្លៃដែរណាបងប្អូនអញ្ចឹងបងប្អូនអាចចុះឈ្មោះរៀនជាមួយគាត់ឬក៏ទិញសៀវភៅឬក៏អីអាចធ្វើទៅបានបងប្អូនរៀនតាមអនឡាញឬក៏អីជាដើមណានោះក៏ជាមេរៀនដែលល្អដែរណាដូចខ្ញុំតែងតែស្វែងយល់បន្ថែមហើយកាលខ្ញុំឥឡូវនិយាយបន្តបន្តិចណាបងប្អូនណាវែងបន្តិចចុះកាលខ្ញុំសង់ទ្រុងមន់ដំបងបងប្អូនណាសង់ទ្រុងមន់ដំបងទ្រុងខ្ញុំអត់ធ្វើអញ្ចឹងឯងកន្លែងធ្នើមន់ដេកខ្ញុំអត់បានធ្វើអញ្ចឹងឯងព្រោះយើងធ្វើដំបងយើងធ្វើដោយអានៀបផ្ទះអញ្ចឹងយើងវាយឈើជាតសម្ខាង3ម្ខាង3ហើយយើងវាយដោយអានៀបផ្ទះឲ្យវានៅតែក្រោយមកខ្ញុំឃើញការណែនាំរបស់គ្រូជាច្រើនអីចឹងទៅខ្ញុំអាប់ដេតមកចេះវិញទ្រុងនេះទ្រុងថ្មីទ្រុងក្រោយរបស់ខ្ញុំដែលធ្លាប់បង្ហាញណាទ្រុងខ្ញុំចាស់នៅខាងមុខគឺអត់មានកន្លែងដេកចឹងទេអញ្ចឹងក្នុងវីដេអូនេះចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនថាពីមួយឆ្នាំទៅមួយឆ្នាំគេអាប់ដេតការចិញ្ចឹមគឺល្អរបស់គេណាអញ្ចឹងបដូរពីទ្រុងអានៀបមកទ្រុងបាទសុំទោសធ្នើដេកមកធ្នើអានៀបហ្នឹងមកធ្នើបែបនេះគឺល្អមិនបងប្អូននៅពេលដែលមន់ជុះមកមានន័យថាមន់លើផុតធ្នើខាងលើផុតនោះជុះមកអត់ត្រូវមន់នៅខាងក្រោមទេអញ្ចឹងវាដេកទៅបានល្អដេកជាដំណាក់កម្មយតាល្អណាបងប្អូនណាធ្វើបែបនេះគឺល្អធ្នើដេកសម្រាប់មន់ហើយយើងងាយស្រួលក្នុងការបោសសម្អាតនៅពេលដែលយើងធ្វើអញ្ចេះដល់ថ្ងៃបោសសម្អាតកាមយើងគ្រាន់តែយកខ្សែចងទៅលើទៅហើយខាងក្រោមហ្នឹងយើងចូលបានធម្មតាបោសសម្អាតបានធម្មតាណាអញ្ចឹងវាងាយស្រួលក្នុងការបោសសម្អាតអាចមន់ផងហើយគុណប្រយោជន៍ដែលមន់ដេកឆ្លាស់គ្នាហ្នឹងជុះវាជុះអាចទៅអត់ត្រូវអាមន់នៅក្រោមទេហើយអង្កាលពីមុនអត់ធ្វើអញ្ចឹងធ្វើអានៀបធ្វើដោយអានៀបដេកធ្វើដោយអានៀបផ្ទះមន់ជុះទៅអាចនៅលើនឹងដក់នៅលើនឹងធ្វើឲ្យក្លៀនធ្វើឲ្យក្លិនឈួលដល់មន់ងាយនឹងកើតជំងឺណាបងប្អូនហើយនៅពេលទ្រុងមន់ខ្ញុំថ្មីនេះគឺល្អអត់មន់អត់មានឈឺហើយវាដេកបានឆ្លាស់គ្នាល្អអញ្ចឹងអរគុណច្រើនវីដេអូនេះវែងបន្តិចណាបងប្អូនណាអរគុណដែលបានតាមដានហើយព្យាយាមសួរមានចម្ងល់ត្រង់ណាខ្ញុំនឹងបញ្ជាក់បន្ថែមហើយព្យាយាមស្រាវជ្រាវជូនបងប្អូនយើងអរគ្នា